ជាដំបូងសូមជម្រាបសួរលោកគ្រូនាងខ្ញុំឈ្មោះជីចន្ទារៀននៅថ្នាក់ A លេខរៀងលេខ18ថ្ងៃនេះនាងខ្ញុំសូមធ្វើការសង្ខេបឬក៏បកស្រាយអំពីមេរៀននៅសប្តាហ៍ទី4ដែលមានចំណងជើងថាគោលការណ៍នៃការវិតម្លៃប្រកបដោយគុណភាពទុកបំណង 1. បកស្រាយនិយមន័យវិធីសាស្ត្រនិងលក្ខណៈដែលមានប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាតាមរយៈការបង្ហាញរូបភាពជាក់ស្ដែងនិងសំណួរបំផុសរបស់គ្រូឧទ្ទេសបានច្បាស់លាស់ 2. កំណត់ទីសាស្ត្រវិតម្លៃសម្រាប់ការសិក្សាមានដូចជាសុពលភាពនិងភាពជឿជាក់ក្នុងការវិតម្លៃភាពវិជ្ជមានភាពសុក្រិតនិងមានស្តង់ដារសម្រាប់ការវិតម្លៃការសិក្សាបានត្រឹមត្រូវ 3. ទម្លាប់វិតម្លៃការសិក្សារបស់សិស្សប្រកបដោយគុណភាពនិងប្រសិទ្ធភាពមាតិកា 1. សេចក្តីផ្ដើម 2. និយមន័យប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សា 3. លក្ខណៈវិនិច្ឆ័យដែលធានាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សា 4. បញ្ហាប្រឈមក្នុងដំណើរការធ្វើតេស្តនិងប្រឡង 5. ប្រសិទ្ធភាពក្នុងការធ្វើដំណើរការនៃការធ្វើតេស្តនិងប្រឡងសូមចូលដល់សំណួរបំផុស 1. តើលក្ខណៈវិនិច្ឆ័យអ្វីខ្លះសម្រាប់ធានាការវិតម្លៃថ្នាក់រៀនប្រកបដោយគុណភាពខ្ពស់ 2. យោងតាមបទពិសោធន៍របស់អ្នកតើវិធីសាស្ត្រវិតម្លៃមានប៉ុន្មានប្រភេទអ្វីខ្លះ 3. តើសុពលភាពនិងភាពជឿជាក់ជាអ្វីតើសុពលភាពមានប្រភេទអ្វីខ្លះ 4. តើភាពជឿជាក់ត្រូវបានកំណត់សម្រាប់ការវិតម្លៃថ្នាក់រៀនយ៉ាងដូចម្តេច 5. តើត្រូវធ្វើដូចម្តេចដើម្បីប្រសើរឡើងនូវភាពជឿជាក់នៃការវិតម្លៃក្នុងថ្នាក់រៀន 6. តើគ្រូអាចជៀសវាងការលំអៀងនិងរក្សាយុត្តិធម៌ក្នុងការវិតម្លៃដោយរបៀបណាចា៎ដើម្បីធ្វើការឆ្លើយនៅសំណួរអញ្ចឹងសូមអនុញ្ញាតចូលមេរៀនខ្លឹមសារមេរៀនតែម្ដង 1. សេចក្តីផ្ដើមការវិតម្លៃការសិក្សាត្រូវបានប្រើដើម្បីវិនិច្ឆ័យពីលទ្ធផលការសិក្សានិងការអនុវត្តរបស់សិស្សលទ្ធផលត្រូវបានប្រើដើម្បីកំណត់ពីបំណិននិងខ្លឹមសារចំណេះដឹងដែលទទួលបានគ្រូគួរតែធ្វើការវិតម្លៃឲ្យបានត្រឹមត្រូវតាមដែលអាចធ្វើទៅបានហើយគួរតែពិនិត្យពីលទ្ធផលនៃការវិតម្លៃដើម្បីជាមធ្យោបាយក្នុងការកែលម្អសិស្ស 4. ការវិតម្លៃគ្មានការវិតម្លៃណាដែលត្រឹមត្រូវឥតខ្ចោះទេវាតែងតែបង្កប់ភាពលំអៀងនៅក្នុងនោះប្រសិនបើតេស្តលំបាកពេកនោះអ្នកអាចសន្និដ្ឋានដោយលំអៀងថាសិស្សរៀនបានតិចហើយជាលទ្ធផលគេទទួលបានពិន្ទុតិចផ្ទុយទៅវិញបើតេស្តរួលពេកលទ្ធផលពិន្ទុអាចកើនឡើងខ្លាំង2. តើអ្វីជាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាសំដៅទៅលើប្រសិទ្ធភាពក្នុងការវាស់វែងការវិតម្លៃនិងជឿជាក់បានពីការវាស់ស្ទង់ការយល់ដឹងឬចំណេះដឹងនិងជំនាញរបស់សិស្សការវិតម្លៃដែលមានគុណភាពផ្ដល់លទ្ធផលដែលផ្ទៀងផ្ទាត់នឹងការគ្រប់គ្រងការសិក្សានិងការលើកទឹកចិត្តសិស្សប្រាប់ឲ្យដឹងពីការសម្រេចចិត្តក្នុងការបង្រៀន3. លក្ខណៈវិនិច្ឆ័យដែលមានប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាមាន7ចំណុចទី1លទ្ធផលសិក្សារំពឹងទុកក្នុងមួយម៉ោងសិក្សាដែលច្បាស់លាស់និងសមស្រប 2. ការបន្ស៊ីគ្នារវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលសិក្សារំពឹងទុកក្នុងមួយម៉ោងសិក្សា 3. សុពលភាព 4. ភាពជឿជាក់ 5. សុក្រិតភាព 6. ផលវិបាកវិជ្ជមាន 7. ការអនុវត្តនិងប្រសិទ្ធភាពចំណុច 3.1 លទ្ធផលការសិក្សារំពឹងទុកក្នុងមួយម៉ោងសិក្សាដែលច្បាស់លាស់និងសមស្របមានន័យថាលទ្ធផលរំពឹងទុកគួរតែត្រូវបានកំណត់នៅកម្រិតលំបាកដែលសមស្របមួយដើម្បីលើកទឹកចិត្តសិស្សជាពិសេសគ្រូគួរតែគិតដល់ការវិតម្លៃប្រកបដោយតុល្យភាពនិងភាពស្មើគ្នានៃអ្នកសិក្សាខាងចំណុចនេះមានន័យថាគ្រូគួរតែ
ផ្ដល់ការវិតម្លៃមួយដោយស្មើភាពមិនមែនបានន័យថាសិស្សនេះវិតម្លៃបែបនេះសិស្សកវិតម្លៃបែបនេះសិស្សខវិតម្លៃបែបនោះឯងគឺយើងធ្វើការវិតម្លៃតែមួយនៅលើចំនួនសិស្សទាំងអស់នៅក្នុងថ្នាក់ដូចជាការជ្រើសរើសតេស្តការធ្វើតេស្តឬក៏ការបង្កើតតេស្តការអនុវត្តអត្ថបទសំណួរផ្ទាល់មាត់ការសង្កេតការវិតម្លៃខ្លួនឯងដើម្បីឲ្យច្បាស់លាស់និងសមស្របអំពីលទ្ធផលការសិក្សាក្នុង1ម៉ោងសិក្សាហ្នឹងគឺយើងត្រូវជ្រើសរើសតេស្តឲ្យសមស្របនឹងសមត្ថភាពសិស្សយើងមិនបានន័យថាយើងរៀនមេរៀនរៀងស្រាលដល់យើងដាក់តេស្តរៀងធ្ងន់អញ្ចឹងសិស្សយើងធ្វើអត់កើតវាគឺនឹងបានបន្ទុកតិច3.2 ការបន្ស៊ីរវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលការសិក្សារំពឹងទុក1ម៉ោងសិក្សា1វិធីសាស្ត្រវិតម្លៃប្រភេទផ្សេងគ្នាត្រូវបានប្រើនៅក្នុងថ្នាក់រៀនទោះបីជាលទ្ធផលសិក្សារំពឹងទុកអាចត្រូវបានវាស់វែងដោយវិធីសាស្ត្រជាច្រើនក៏ដោយការពិតនៃការបង្រៀនគឺវិធីសាស្ត្រវាស់វែងប្រភេទលទ្ធផលសិក្សារំពឹងទុកមួយចំនួនល្អជាងវិធីវាស់វែងដទៃទៀតដូច្នេះនៅពេលដែលអ្នកកំណត់លទ្ធផលសិក្សារំពឹងទុកជំហានបន្ទាប់គឺផ្គូផ្គងវាជាមួយនឹងវិធីសាស្ត្រវិតម្លៃមានន័យថាតើវិធីសាស្ត្រវិតម្លៃមួយណាស័ក្តិសមបំផុតទៅនឹងលទ្ធផលសិក្សារំពឹងទុក1ម៉ោងសិក្សាមានន័យថាដើម្បីបន្ស៊ីរវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលសិក្សាគឺយើងត្រូវដឹងអំពី1យល់ដឹងអំពីគោលបំណងគឺមានន័យថាស្វែងយល់ពីការយល់ដឹងនៃវគ្គសិក្សារបៀបនៃការវិតម្លៃសមស្របទៅនឹងការសិក្សាដល់ព័ត៌មានត្រាប់ដល់កំណត់ខ្លឹមសារឲ្យបានច្បាស់លាស់ដើម្បីសម្រេចលទ្ធផលនៃការសិក្សាកាត់បន្ថយនៅភាពតានតឹងអញ្ចឹងបើយើងចង់បន្ស៊ីវិធីសាស្ត្រវិតម្លៃនិងលទ្ធផលយើងត្រូវតែដឹងពីគោលបំណងថាយើងចង់បានអីអញ្ចឹងនៅក្នុងគោលបំណងហ្នឹងវាតែងតែផ្ដល់ឲ្យយើងនៅការស្វែងយល់អំពីចំណេះដឹងនៃវគ្គសិក្សាតើវគ្គសិក្សាយើងរៀនអំពីអ្វីសិក្សាអំពីអ្វីមានគោលបំណងអ្វីចង់ឲ្យសិស្សចេះអ្វីហើយយើងត្រូវតែជ្រើសរើសវិធីនៃការវិតម្លៃសមស្របទៅនឹងមេរៀនសមស្របទៅនឹងវគ្គសមស្របទៅនឹងគោលបំណងមេរៀនដែលយើងចង់ឲ្យសិស្សចេះបើសិនណាយើងបន្ស៊ីឬបើសិនណាយើងរៀនផ្សេងធ្វើតេស្តបែបផ្សេងយើងអាចបន្ស៊ីគ្នាបានទេរវាងលទ្ធផលនិងវិធីសាស្ត្រហ្នឹងអញ្ចឹងនៅពេលដែលយើងត្រៀមនឹងបង្រៀននៅអ្វីមួយដល់សិស្សយើងត្រូវតែកំណត់ខ្លឹមសារនិងគោលបំណងឲ្យបានច្បាស់លាស់បើមិនអញ្ចឹងទេយើងអត់ដឹងថាសិស្សយើងនឹងត្រូវចេះអីយើងចង់ឲ្យសិស្សចេះអីហើយនៅក្នុងការរៀនមេរៀននីមួយៗឬក៏វគ្គនីមួយៗយើងត្រូវតែមានភាពរីករាយភាពសប្បាយជំនួសឲ្យភាពតានតឹងបើយើងរឹតបន្តឹងយើងមើងម៉ាត់ពេកនោះលទ្ធផលនៃការសិក្សាគឺវាអត់សូវល្អទេចំណុចបន្ទាប់ហេតុអ្វីបានជាគ្រូត្រូវបន្ស៊ីគ្នារវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលសិក្សារំពឹងទុក1បានជាគ្រូត្រូវបន្ស៊ីគ្នារវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលនៃការរំពឹងទុកពីព្រោះការយល់ដឹងអំពីវឌ្ឍនភាពការសិក្សារបស់សិស្សទ
តរតែយើងយល់ដឹងអំពីវឌ្ឍនភាពការសិក្សារបស់សិស្សបានយើងបន្ស៊ីគ្នាបានរវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលសិក្សាអញ្ចឹងការយល់ដឹងពីវឌ្ឍនភាពនៃការសិក្សារបស់សិស្សនោះមានន័យជាជួយឲ្យគ្រូដឹងពីចំណេះដឹងនិងជំនាញអ្វីដែលត្រូវបានរំពឹងទុកនៅពេលចូលរៀនមួយវគ្គពិចារណាពីលទ្ធផលនៃវគ្គសិក្សារបស់សិស្សនិងការវិតម្លៃពីដំណើរការវគ្គសិក្សាធ្វើផែនការបន្តនិងអភិវឌ្ឍកម្មវិធីបន្ត 2. មានសុពលភាពសម្រេចបានមានន័យថាការពង្រឹងការវិតម្លៃដែលសមស្របមានភាពច្បាស់លាស់វាស់វែងបានសម្រាប់នៅការសិក្សារបស់សិស្សចំណុចទី 3 ដើម្បីបន្ស៊ីគ្នាយើងត្រូវតែចេះកសាងការវិតម្លៃប្រកបដោយប្រសិទ្ធភាពនៃដំណើរការសិក្សាមានន័យថាការណែនាំមានន័យថាគ្រូណែនាំដល់សិស្សឲ្យបានច្បាស់លាស់នៃការបញ្ចប់ការវិតម្លៃដោយជោគជ័យរួចហើយធ្វើលើការវិតម្លៃជាដំណាក់ 3. លក្ខណៈវិនិច្ឆ័យ3 តើយើងបន្ស៊ីគ្នារវាងការវិតម្លៃនិងលទ្ធផលសិក្សារំពឹងទុកដោយរបៀបណាបន្ទាប់របៀបដែលយើងបន្ស៊ីគ្នារវាងការវិតម្លៃនិងលទ្ធផលសិក្សាគឺមានដូចជាមាន3របៀប4របៀបគឺមាន4របៀបរបៀបទី1គឺការពិចារណាដំណាក់កាលនៃការរៀនក្នុងដំណាក់កាលនៃការរៀនយើងត្រូវមានសំណួរចោទសួរខ្លួនឯងថាតើសិស្សរបស់អ្នកនៅកម្រិតណាដែរក្នុងវគ្គសិក្សានេះចង់បានន័យថាកម្រិតយល់ដឹងរបស់សិស្សវាសមស្របនឹងវគ្គសិក្សាមួយនឹងដែរអត់បើសិនណាកម្រិតគ្នានៅត្រឹមថ្នាក់ទី3ប៉ុន្តែយើងយកមេរៀនថ្នាក់ទី5ឬក៏ទី6ទៅបង្រៀនគឺវាអត់ស៊ីគ្នានៃកម្រិតនៃចំណេះដឹងរបស់សិស្សឯងតើការរៀនសូត្ររបស់សិស្សត្រូវបង្រៀនដោយរបៀបណាដើម្បីឲ្យសិស្សសម្រេចបាននូវលទ្ធផលសិក្សានៅក្នុងវគ្គចឹងមុននឹងបង្រៀនមេរៀនមួយនឹងឬក៏កម្មវិធីមួយនឹងដល់សិស្សយើងត្រូវតែរៀបចំការបង្រៀនយើងមេរៀនខ្លះពិបាកតែបើយើងចេះរៀបចំចេះរកវិធីសាស្ត្របង្រៀនធ្វើឲ្យមេរៀននោះងាយស្រួលយល់នោះសិស្សក៏នឹងចាប់បាននៅចំណុចសំខាន់ពីមេរៀននោះឬក៏វគ្គនោះបានដូចគ្នាតើយើងត្រូវការវិតម្លៃអ្វីខ្លះដែលពាក់ព័ន្ធទៅនឹងការវាស់វែងការសិក្សានេះចំពោះការវិតម្លៃយើងត្រូវមានគោលដៅនិងចំណុចច្បាស់លាស់មិនចេះថាការវិតម្លៃត្រូវតែធ្វើចំណុចដូចគ្នាចំពោះមេរៀនផ្សេងគ្នាឬក៏វគ្គផ្សេងគ្នានោះឯងមិនបានន័យថាយើងកំណត់ការវិតម្លៃ10ចំណុចគឺត្រូវតែ10ចំណុចទៅលើគ្រប់មេរៀនទាំងអស់ឯងមេរៀនខ្លះអាចផ្សេងពីគ្នាមេរៀនខ្លះអាចរៀនតម្លៃបែបចេះនិងមេរៀនខ្លះអាចជ្រើសរើសវិធីវាយតម្លៃបែបចោះទើបយើងអាចវាស់ស្ទង់ពីចំណេះដឹងនិងការទទួលយកពីមេរៀនយើងបាន2កំណត់គោលដៅរបស់អ្នកកំណត់គោលដៅមិនអញ្ចឹងយើងត្រូវមានសំណួរជាច្រើនដើម្បីសួរដើម្បីកំណត់គោលដៅហ្នឹងយើងត្រូវដឹងថាតើអ្វីជាគោលដៅដែលអ្នកមានសម្រាប់សិស្សនិងការសិក្សារបស់ពួកគេអញ្ចឹងយើងធ្វើអីមួយឬក៏មុននឹងបង្រៀនអីមួយយើងត្រូវមានគោលដៅថាតើយើងចង់ឲ្យសិស្សយើងចេះអ្វីទទួលយកអ្វីដឹងអ្វីបើសិនជាយើងបង្រៀនដោយគ្មានគោលដៅឬក៏បង្រៀនដោយគ្មានកិច្ចតែងការបង្រៀនដោយគ្មានការរៀបចំទុកជាមុន
ចឹងយើងអត់ដឹងថាត្រូវបង្រៀនអីទេចឹងសិស្សយើងក៏អត់ដឹងថាត្រូវទទួលយកអីបានដូចគ្នាតើសិស្សត្រូវទទួលបានលទ្ធផលក្នុងវគ្គសិក្សានេះដោយរបៀបណានេះក៏ជាចំណុចសំខាន់មួយដែរបើយើងអត់ដឹងវិធីសាស្ត្របង្រៀនមេរៀនមួយនឹងផងមិនដឹងថាកូនសិស្សយើងទទួលលទ្ធផលយ៉ាងម៉េចអញ្ចឹងទី1គឺយើងត្រូវរៀបចំរបៀបបង្រៀនឲ្យបានច្បាស់លាស់ឲ្យបានត្រឹមត្រូវក្នុងកម្រិតមេរៀនមួយហ្នឹងឬក៏វគ្គមួយហ្នឹងបើយើងមានជំហានក្នុងការបង្រៀនមេរៀនមួយហ្នឹងបាទយើងនឹងទទួលបានលទ្ធផលជោគជ័យគឺសិស្សយើងចេះយល់ពីមេរៀននោះតើអ្នកត្រូវធ្វើដូចម្តេចដើម្បីបំពេញតាមកម្រិតជំនាញនិងចំណេះដឹងរបស់សិស្សដើម្បីបំពេញតាមកម្រិតជំនាញនៃចំណេះដឹងរបស់សិស្សគឺយើងត្រូវដឹងពីសិស្សយើងសិនតើគាត់នៅកម្រិតមួយណាបើសិនណាគាត់នៅកម្រិត A យើងមេរៀនឬក៏បង្រៀនពីកម្រិត B C ក៏អត់ត្រូវដែរអញ្ចឹងបើចង់ឲ្យការបង្រៀនរបស់យើងមានភាពច្បាស់លាស់និងទទួលបានលទ្ធផលយើងត្រូវចេះកាត់កំណត់គោលដៅថាយើងធ្វើដូចម្តេចដើម្បីបំពេញតាមកម្រិតនៃជំនាញនិងចំណេះដឹងរបស់សិស្សអញ្ចឹងយើងត្រូវគិតជាមុនតើអ្នកនឹងត្រូវធ្វើដូចម្តេចទៀតដើម្បីបន្តនៅក្នុងវគ្គសិក្សាចានៅពេលដែលយើងដឹងពីកម្រិតសិស្សរបស់យើងហើយយើងនឹងដឹងថាតើយើងនឹងបន្តទៅកាន់ចំណុចផ្សេងទៀតឬក៏មេរៀនផ្សេងទៀតដោយរបៀបណានៅក្នុងវគ្គហ្នឹងឯងចំណុចទី3គឺការកំណត់ថាតើលទ្ធផលសិក្សារពឹងទុកសម្រាប់ដោយរបៀបណានៅក្នុងចំណុចនេះគឺយើងត្រូវដឹងនិងសួរថាតើសិស្សត្រូវធ្វើដូចម្តេចដើម្បីសម្រេចលទ្ធផលនៃការសិក្សាអញ្ចឹងដើម្បីសម្រេចលទ្ធផលនៃការសិក្សាយើងត្រូវមានគោលដៅមានចំណុចឲ្យសិស្សត្រូវធ្វើត្រូវអនុវត្តតាមមានការណែនាំឲ្យសិស្សជាមុនតើត្រូវធ្វើដូចម្តេចដើម្បីសម្រេចបានលទ្ធផលនៃវគ្គសិក្សាទាំងមូលចាដើម្បីសម្រាប់នៅលទ្ធផលវគ្គសិក្សាទាំងមូលក្នុងនាមជាអ្នកបង្រៀនជាគ្រូត្រូវតែមានគោលបំណងវត្ថុបំណងឲ្យច្បាស់លាស់នៃវគ្គសិក្សាយើងតើវត្ថុបំណងយើងទៅតាមជំហាននីមួយៗនៃវគ្គសិក្សាឬក៏នៃមេរៀនមួយហ្នឹងតើយើងចង់ឲ្យសិស្សដឹងនិងចេះពីអ្វីត្រូវមានគោលបំណងហើយយើងក៏ត្រូវរៀបចំមេរៀននោះទៅតាមគោលបំណងនឹងដូចគ្នាថាតើត្រូវយើងត្រូវបង្រៀនបែបម៉េចដើម្បីឲ្យស៊ីគ្នាជាមួយនឹងគោលបំណងតើគ្រូអាចបង្កើតពេលវេលាសមស្របសម្រាប់ការវិតម្លៃរបស់សិស្សអំពីវឌ្ឍនភាពនៃការយល់ដឹងរបស់សិស្សដោយរបៀបណាចាអញ្ចឹងយើងត្រូវចេះបង្កើតពេលវេលាដោយការទុកពេលសម្រាប់ឲ្យសិស្សធ្វើតេស្តសម្រាប់ការសម្ភាសសិស្សសម្រាប់ការធ្វើតេស្តបែបបច្ចេកទេសអាចចន្លោះពីកន្លះម៉ោងទៅ1ម៉ោងនោះយើងនឹងដឹងអំពីវឌ្ឍនភាពនៃការយល់ដឹងរបស់សិស្សហើយថាតើគាត់ចាប់បានកម្រិតណាបើសិនជាយើងមានពេលតែ5នាទី10នាទីឲ្យសិស្សធ្វើតេស្តក៏ទៅអត់រួចដែរចំណុចទី4កំណត់ថាតើការអនុវត្តយ៉ាងដូចម្តេចត្រង់ចំណុចនេះយើងមានចំនួន4ដើម្បីចោទសួរដើម្បីថាតើអនុវត្តយ៉ាងដូចម្តេចគឺត្រូវមានសំណួរ4ដើម្បីចោទសួរដើម្បីរកចម្លើយទី1ត្រូវពិចារណាថាតើការអនុវត្តចាំបាច់មានអ្វីខ្លះ
2. តើត្រូវសង្កេតនឹងវាស់វែងដោយរបៀបណា 3. ឧបករណ៍វាយតម្លៃដែលសមស្របនឹងលទ្ធផលសិក្សានិងដំណើរការសិក្សារបស់សិស្ស 4. កំណត់ពីលទ្ធផលសិក្សារំពឹងទុកអញ្ចឹងយើងត្រូវចេះកំណត់ចេះដាក់គោលដៅចេះដាក់វត្ថុបំណងទើបយើងដឹងថាអនុវត្តយ៉ាងដូចម្តេចដើម្បីបានលទ្ធផលដើម្បីឲ្យសិស្សបានលទ្ធផលគ្រូក៏បានលទ្ធផលដែលយើងរំពឹងទុកចំណុចទី3លក្ខណៈវិនិច្ឆ័យដែលធានាប្រសិទ្ធភាពក្នុងការវិតម្លៃនៃការសិក្សាកំណត់តួនាទីគឺកំណត់តួនាទីរបស់នីតិបទបង្កើតនីតិបទឲ្យបានច្បាស់ការអនុញ្ញាតឲ្យសិស្សវាស់វែងវឌ្ឍនភាពរបស់គេដោយផ្ទាល់អនុញ្ញាតឲ្យសិស្សមានសមត្ថភាពក្នុងការពិចារណានៅពេលអនុវត្តការវិតម្លៃ3.3 ភាពជឿជាក់ព័ត៌មានឬទិន្នន័យដែលអាចជឿទុកចិត្តបានជាទិន្នន័យដែលមានភាពត្រឹមត្រូវឬអាចទុកចិត្តបាននិងអាចអាស្រ័យបានសំដៅទៅលើសមត្ថភាពឬភាពស៊ីសង្វាក់គ្នានៃការធ្វើតេស្តមានន័យថាប្រសិនបើអ្នកធ្វើតេស្តច្រើនដងក្នុងក្រុមសិស្សដូចគ្នាលក្ខខណ្ឌដូចគ្នាអ្នកគួរតែទទួលបានលទ្ធផលប្រហាក់ប្រហែលគ្នាចាអញ្ចឹងឧទាហរណ៍ទាំង1ម៉ែត្រជាឧបករណ៍អាចជឿជាក់បានក្នុងការវាស់សីតុណ្ហភាពបានត្រឹមត្រូវអញ្ចឹងទាំង1ម៉ែត្រយើងទៅវាស់ណាក៏ដោយក៏សីតុណ្ហភាពវាស្តៀងគ្នាដែរអញ្ចឹងការធ្វើតេស្តដូចគ្នាការធ្វើតេស្តគឺទោះបីយើងធ្វើច្រើនដងក៏ដោយឲ្យតែតេស្តជាប្រភេទតេស្តតែមួយក្នុងក្រុមសិស្សថ្នាក់តែមួយសិស្សមានលក្ខណៈដូចគ្នាឬក៏តេស្តមានលក្ខណៈដូចគ្នានោះលទ្ធផលនឹងប្រហាក់ប្រហែលគ្នាស្តៀងគ្នាខុសគ្នាបន្តិចតើអ្នកអាចវាស់ភាពជឿជាក់នៃតេស្តរបស់អ្នកយ៉ាងដូចម្តេចយើងអាចវាស់ភាពជឿជាក់នៃតេស្តរបស់យើងដូចជាឲ្យសិស្សធ្វើតេស្តដដែលលើសពី2ដងឡើងទៅគណនាទំនាក់ទំនងរវាងតេស្តទី1និងតេស្តទី2តើអ្នកធ្វើដូចម្តេចដើម្បីឲ្យតេស្តរបស់អ្នកកាន់តែមានភាពជឿជាក់ដើម្បីឲ្យតេស្តយើងកាន់តែមានភាពជឿជាក់គឺយើងត្រូវបង្កើតសំណួរមានលក្ខណៈចម្រុះគឺជាសំណួរបែបពហុជ្រើសរើសសំណួរបំពេញចន្លោះសំណួរគូគងឬសំណួរបើកដើម្បីគ្រប់គ្រងដល់គោលបំណងនៃការធ្វើតេស្តប្រើសំណួរឲ្យសមស្របទៅនឹងពេលវេលាបង្កើតឬកែសម្រួលកម្មវិធីក្នុងការឆ្លើយតបសំណួរអញ្ចឹងដើម្បីឲ្យតេស្តយើងកាន់តែមានភាពជឿជាក់យើងត្រូវតែធ្វើបង្កើតសំណួរចម្រុះមិនមែនបានន័យថាដាក់បំពេញចន្លោះទាំងអស់គូកងទាំងអស់នោះអត់ទេយើងត្រូវមានប្រភេទសំណួរបែបផ្សេងគ្នាហើយសំណួរនិងពេលវេលាគួរតែសមស្របគ្នាមិនមែនបានន័យថាសំណួរមានតែ5ពេល1ម៉ោងឬក៏ពេល10នាទីសំណួរ20សំណួរអត់ស៊ីគ្នាអញ្ចឹងសំណួរនិងពេលវេលាគួរតែសមស្របគ្នាអញ្ចឹងទើបលទ្ធផលទទួលបានល្អហើយនឹងយើងទុកចិត្តថាសិស្សយើងធ្វើបានល្អហើយលទ្ធផលក៏តាមពេកនឹងដែរល្អហើយ
រាល់សំណួរដែលយើងដាក់ឲ្យសិស្សធ្វើតេស្តហ្នឹងគឺត្រូវតែបង្កើតឬកែសម្រួលក្នុងការឆ្លើយសំណួរមិនមែនន័យថាឲ្យសិស្សទៅសេគ្រប់សំណួរជ្រើសរើសចម្លើយគ្រប់សំណួរអត់ទេគឺត្រូវតែចម្រុះគ្នាមានអាខ្លះពេញចន្លោះអាខ្លះគូគងអាខ្លះសំណួរជាសរសេរអាខ្លះសំណួរជ្រើសរើសចម្លើយមានស្រាប់ចឹងទៅយើងមានភាពជឿទុកចិត្តថាតេស្តយើងសមស្របតើអ្នកធ្វើដំណេកដើម្បីឲ្យតេស្តរបស់អ្នកកាន់តែមានភាពជឿជាក់ដដែលគឺយើងធ្វើយ៉ាងណាឲ្យអ្នកចូលរួមធ្វើតេស្តមានពេលវេលាដូចគ្នាក្នុងការធ្វើតេស្តនិងមានបរិស្ថានប្រហាក់ប្រហែលគ្នាអញ្ចឹងសិស្សទាំង20នាក់10នាក់ឬក៏សិស្សទាំងអស់ដែលនៅក្នុងថ្នាក់គួរតែមានពេលវេលាដូចគ្នាមែនបានន័យថាសិស្សកពេលកន្លះម៉ោងសិស្សខពេល30 40នាទីសិស្សគោ50នាទីអស់ទេ1ម៉ោងដូចគ្នា2ម៉ោងដូចគ្នា3ម៉ោងដូចគ្នាឬក៏កន្លះម៉ោងដូចគ្នាចាអញ្ចឹងហើយចំពោះបរិស្ថានដែលសមស្របប្រហាក់ប្រហែលគ្នាមានន័យថាធ្វើតេស្តនៅកន្លែងណាកន្លែងហ្នឹងដូចគ្នាពេលតែមួយកន្លែងតែមួយចាធានាថាអ្នកចូលរួមមានភាពសមជាមួយនឹងតេស្តអញ្ចឹងមានន័យថាបើសិនជាយើងបង្រៀនមេរៀនរបៀបបែប A ដល់ពេលយើងដាក់តេស្តបែបមេរៀន B ក៏អត់ស៊ីគ្នាដែរអញ្ចឹងបើវត្ថុបំណងដែលយើងបានបង្រៀនពីមេរៀនមួយហ្នឹងយ៉ាងម៉េចតេស្តរបស់យើងក៏គួរតែនៅក្នុងវត្ថុបំណងហ្នឹងដូចគ្នាយើងចង់ឲ្យសិស្សចេះអីបង្រៀនពីហ្នឹងហើយយើងសួរពីអ្វីដែលយើងបានបង្រៀនសិស្សនៅក្នុងមេរៀនហ្នឹងដដែលនៅពេលដែលតេស្តគ្មានភាពជឿជាក់តើនឹងមានផលប៉ះពាល់អវិជ្ជមានអ្វីខ្លះកើតឡើងចានៅពេលដែលតេស្តគ្មានភាពជឿជាក់ផលវិជ្ជមាននឹងមានដូចជាសិស្សដែលមករៀនរាល់ថ្ងៃដោយយកចិត្តទុកដាក់បំពេញកិច្ចការស្រាវជ្រាវនិងរៀបចំខ្លួនសម្រាប់ការវិតម្លៃអាចមិនទទួលបានពិន្ទុខ្ពស់ដោយសិស្សដែលមិនបានត្រៀមខ្លួននឹងធ្វើរឿងទាំងនេះដោយសារតែតេស្តមិនតាក់ទងទៅនឹងអ្វីដែលបានរៀននោះឯងចឹងបានន័យថាបើយើងបង្រៀនមេរៀនហ្នឹងហើយដល់ពេលដាក់តេស្តបែបផ្សេងចឹងវាអត់ស្មើភាពទេព្រោះអ្នកដែលមករៀនគាត់ចេះអាហ្នឹងដល់ពេលយើងដាក់តេស្តបែបផ្សេងគាត់អត់ចេះចឹងយើងក៏អាចនឹងវាតម្លៃថាគាត់អត់ចេះតែតាមពិតយើងដាក់តេស្តខុសពីអ្វីដែលយើងបានបង្រៀន 3.4 សុពលភាពស្រាប់តែចា Kelly បានលើកឡើងថាតេស្តមានសុពលភាពបើសិនបើវាតេស្តនៅអ្វីដែលគេចង់តេស្តនឹងឆ្លុះបញ្ចាំងពីអ្វីដែលគេបានតេស្តផ្អែកលើការពិតនឹងឬហេតុផលដែលអាចទទួលយកបានក្រៅពីការស្រាវជ្រាវផ្នែកស្ថិតិភាពជឿទុកចិត្តនិងសុពលភាពត្រូវបានប្រើជំនួសគ្នាសម្រាប់ការស្រាវជ្រាវនិងតេស្តមានភាពខុសគ្នាត្រង់នេះទីហោថាបើអ្នកថ្លឹងទម្ងន់ដូចជាទារកបើទារកទម្ងន់1គីឡូអញ្ចឹងជីងត្រូវតែចូលចំលេខ1គីឡូហើយអត់អាចលើសនឹងបានទេអញ្ចឹងបានដល់ពេលទារកទម្ងន់ត្រូវ1គីឡូឡើងជីងក៏ជីងចូលត្រង់លេខ1គីឡូអញ្ចឹងយើងអាចសន្និដ្ឋានបានថាព័ត៌មានដែលទទួលបានគឺមានសុពលភាពប៉ុន្តែបើសិនណាទារកនឹងមានទម្ងន់ត្រឹម1គីឡូទេតែដល់ពេលឡើងជីងនឹងចូលចំលេខ2គីឡូយើងអាចសន្និដ្ឋានបានថាព័ត៌មានដែលទទួលបានគ្មានសុពលភាពអញ្ចឹងវាច្បាស់ជាមានភាពប្រក្រតីត្រង់ចំណុចណាមួយជីងអញ្ចឹងវាអាចមុននឹងយើងឡើងថ្លឹងត្រនិចជីងអាចនឹងមួលចូលឬក៏មួលចេញពីຂະຫນាតដែលយើងបានកំណត់អញ្ចឹងយើងត្រូវធ្វើម៉េចឲ្យវាច្បាស់លាស់ទំនាក់ទំនងរវាងសុពលភាពនិងភាពជឿជាក់
លក្ខណៈវិនិច្ឆ័យទី1នៃការវិតម្លៃគឺសុពលភាពតេស្តមានសុពលភាពប្រសិនបើវាអាចវាស់វែងពីអ្វីដែលបានរំពឹងទុកតេស្តដែលមានសុពលភាពក៏វាមានភាពជឿជាក់ផងដែរតេស្តមានសុពលភាពនិងភាពជឿជាក់ព្រោះវាវាស់នៅអ្វីដែលសិស្សបានរៀននៅសាលាទោះជាយ៉ាងណាក៏ដោយតេស្តដែលមានភាពជឿជាក់មិនមែនសុទ្ធតែមានសុពលភាពនោះទេឧទាហរណ៍ប្រសិនបើជញ្ជីងអាចទុកចិត្តបានវាប្រាប់គ្នារាល់ពេលដែលអ្នកឡើងថ្លឹងលើជញ្ជីងដល់រាបណាទម្ងន់របស់អ្នកមិនបានផ្លាស់ប្ដូរទោះជាយ៉ាងណាក៏ដោយប្រសិនបើជញ្ជីងដំណើរការមិនត្រឹមត្រូវលេខនេះអាចមិនមែនជាទម្ងន់ពិតរបស់អ្នកទេឧទាហរណ៍នៃមាត្រដ្ឋានដែលអាចទុកចិត្តបានប៉ុន្តែមិនមានសុពលភាពសុពលភាពនៃតេស្តគឺអាស្រ័យលើការប្រឡងដែលឆ្លើយតបទៅនឹងវត្ថុបំណងនៃមេរៀនហើយដែលសិស្សត្រូវបានធ្វើការវិតម្លៃដូច្នេះយើងគួរតែពិចារណាអំពីទំនាក់ទំនងរវាងធាតុ3គឺវត្ថុបំណងការវិតម្លៃនិងការបង្រៀនអញ្ចឹង3ចំណុចហ្នឹងគឺវាត្រូវតែមាននៅក្នុងមេរៀនមួយអញ្ចឹងមេរៀនមួយគឺយើងត្រូវតែមានវត្ថុបំណងច្បាស់លាស់ថាយើងចង់ឲ្យសិស្សចេះអីចង់បង្រៀនពីអ្វីហើយការបង្រៀនរបស់យើងក៏ត្រូវតែដើរទៅតាមចំណុចនៃវត្ថុបំណងដូចគ្នានៅពេលដែលយើងបង្រៀនទៅតាមវត្ថុបំណងហើយការវិតម្លៃរបស់យើងក៏ត្រូវតែវិតម្លៃទៅតាមអ្វីដែលយើងបានឲ្យសិស្សចេះបានបង្រៀនសិស្សដូចគ្នាមិនបានន័យថាបង្រៀនឲ្យចេះបែបនេះទៅវិតម្លៃយកចំណុចបែបនោះមកវិតម្លៃគឺអត់ទេខុសគឺលទ្ធផលមិនសមស្របនឹងការរំពឹងទុកការវិតម្លៃគួរតែស៊ីគ្នាជាមួយនឹងវត្ថុបំណងនៃមេរៀនព្រោះនោះគឺជាអ្វីដែលការវិតម្លៃត្រូវសម្មត់ថានឹងបានវាស់វែងការវាស់ពីសុពលភាពរបស់តេស្តគឺជាកម្រិតដែលសំណួរតេស្តស៊ីគ្នាទៅនឹងវត្ថុបំណងនៃមេរៀនចាអញ្ចឹងដូចខ្ញុំបានបកស្រាយអញ្ចឹងថាសំណួរតេស្តឬក៏តេស្តរបស់យើងទាំងមូលបើធ្វើឲ្យខុសពីវត្ថុបំណងនៃមេរៀនគឺលទ្ធផលវាមិនអាចឆ្លើយតបទៅនឹងអ្វីដែលយើងចង់បានទេលក្ខណៈវិនិច្ឆ័យនៃសុពលភាពមានន័យថាខ្លឹមសារនៃវត្ថុបំណងទាំងអស់ត្រូវបានវាស់វែងសំណួរតេស្តទាំងអស់វាស់ពីវត្ថុបំណងសំណួរតេស្តទាំងអស់ត្រូវនឹងសកម្មភាពលក្ខខណ្ឌលក្ខណៈវិនិច្ឆ័យដែលបានគ្រោងទុកសំណួរចំនួននៃសំណួរតេស្តក្នុងវត្ថុបំណងមេរៀនមួយត្រូវនឹងសារៈសំខាន់នៃគោលបំណងរបស់មេរៀននោះចាដូចខ្ញុំបានបកស្រាយអញ្ចឹងថាគ្រប់សំណួរដែលនៅក្នុងតេស្តដែលយើងឲ្យសិស្សធ្វើគឺត្រូវតែដកស្រង់ចេញពីវត្ថុបំណងនៃមេរៀនដែលយើងបានបង្រៀនបើយើងមិនធ្វើដោយវត្ថុបំណងទេតេស្តរបស់យើងខុសពីវត្ថុបំណងនៃមេរៀនរបស់យើងលទ្ធផលចេញមកគឺអត់សុពលភាពមានបានន័យថាសិស្សអាចនឹងធ្លាក់ច្រើនព្រោះគេរៀនបែបចេះដល់ទៅធ្វើតេស្តគឺផ្សេងដាច់ពីមេរៀនយើងនឹងស្រឡះអញ្ចឹងលទ្ធផលគឺពិបាកស្មានសុក្រិតភាព 3.5 សុក្រិតភាពគឺតម្លាភាពមានន័យថាវាមានតំណែងតំណងយ៉ាងច្បាស់អំពីអ្វីដែលនឹងត្រូវធ្វើតេស្តនិងរបៀបដាក់ពិន្ទុដើម្បីធានានឹងការវាស់វែងអំពីការយល់ដឹងរបស់សិស្សដែលយើងរំពឹងទុកឱកាសដើម្បីសិក្សារៀនសូត្រមានន័យថាធានាថាសិស្សមានពេលវេលាធនធានគ្រប់គ្រាន់និងវិធីសាស្ត្របង្រៀនដែលមានភាពសមស្របសម្រាប់ការសិក្សារបស់សិស្សជៀសវាងផ្នត់គំនិតក្នុងការវិតម្លៃមានន័យថាការវិតម្លៃសិស្សដោយផ្អែកលើលក្ខណៈបុគ្គលជាតិសាស្ត្ររូបរាងនិងតាមលក្ខណៈផ្សេងគ្នាជៀសវាងការលំអៀងលើកិច្ចការឬដំណើរការវិតម្លៃភាពលំអៀងត្រូវបានកាត់បន្ថយដោយមានអ្នកផ្សេងជួយពិនិត្យមើលការវិតម្លៃ
ជួយគ្រប់គ្រងសិស្សដែលមានតម្រូវការពិសេសចឹងដើម្បីឲ្យមានភាពសុក្រិតក្នុងការវិតម្លៃយើងអត់ត្រូវវិតម្លៃទៅតាមចិត្តសាស្ត្រឬក៏រូបរាងឬក៏លក្ខណៈផ្សេងៗរបស់សិស្សឯងតែមានការវិតម្លៃមួយជារួមដូចគ្នាទាំងអស់ក្នុងសិស្សមួយថ្នាក់ហ្នឹងហើយដើម្បីឲ្យការវិតម្លៃរបស់យើងមិនលំអៀងយើងត្រូវតែមានអ្នកផ្សេងជួយពិនិត្យមើលការវិតម្លៃរបស់យើងហើយចំពោះសិស្សណាដែលមានតម្រូវការពិសេសឬក៏សិស្សដែលខ្សោយជាងគេគ្រូគួរតែមានជាកម្មវិធីបន្ថែមសម្រាប់សិស្សនោះដូចគ្នាដើម្បីបំផាន់គាត់ឲ្យចម្រើនជាងមុននិងមានកម្រិតស្ទើរតែប្រហាក់ប្រហែលអ្នកដែលចេះ 3.6 ផលវិបាកវិជ្ជមានគឺជាប្រសិទ្ធភាពនៃការវិតម្លៃមានផលប៉ះពាល់វិជ្ជមានចំពោះគ្រូបង្រៀនការបង្រៀននិងសិស្សគឺជាលទ្ធផលជះវិជ្ជមានចំពោះគ្រូបង្រៀនការវិតម្លៃទាមទារឲ្យចងចាំនៅការពិតការវិតម្លៃទាមទារនៅការបង្ហាញហេតុផលផលវិជ្ជមានចំណុចបន្ទាប់ចំពោះសិស្សការវិតម្លៃសំណួរពហុជ្រើសរើសសិស្សចងចាំព័ត៌មានបានន័យថាយើងត្រូវសំណួរជ្រើសរើសដែលមានចម្លើយស្រាប់តែលាយគ្នាជាមួយនឹងចម្លើយខុសមានចម្លើយត្រូវនិងចម្លើយខុសដូចគ្នាក្នុងសំណួរពហុជ្រើសរើសហ្នឹងអញ្ចឹងសិស្សគាត់នឹងចងចាំថាអូនេះជាចម្លើយពិតអញ្ចឹងគាត់អត់ពិបាកនឹងការគិតរកចម្លើយទេយើងបង្ហាញទាំងសំណួរបង្ហាញទាំងចម្លើយអញ្ចឹងសិស្សគាត់នឹងធ្វើបានលឿនចាំបានលឿននឹកឃើញលឿនតែសេចក្តីឬចម្លើយសរសេរបែបវែងសិក្សាពីព័ត៌មានកាន់តែទូលាយទាក់ទងនឹងបណ្ដុំនិងការអនុវត្តបង្កើនឡើងវិញរបស់សិស្សជាងការស្គាល់ព័ត៌មានឡើងវិញនៅពេលសិក្សាការដោះស្រាយបញ្ហាមានន័យថាជំរុញទឹកចិត្តឲ្យសិស្សគិតនិងអនុវត្តអ្វីដែលគេបានរៀនមានន័យថាបើសិស្សណាមានបញ្ហាឬក៏គាំងគំនិតគិតអញ្ចឹងយើងអាចបង្ហើបឬក៏ជំរុញទឹកចិត្តឲ្យសិស្សគិតថាតើអាមេរៀនក្នុងវិទ្យាសាស្ត្រប្រឡងហ្នឹងយើងរៀនពីពេលណាយើងរៀនយ៉ាងម៉េចខ្លះយើងអាចបង្ហើបតិចដើម្បីជួយឲ្យគាត់នឹកឃើញបានលឿនថាចម្លើយវាជាអ្វីអ្នកយល់ថាតើការវិតម្លៃមួយណាល្អជាងគេសំណួរពហុជ្រើសរើសតែងសេចក្តីឬក៏ដំណោះស្រាយបញ្ហាសិស្សទំនងជាមានការលើកទឹកចិត្តច្រើនក្នុងការសិក្សាប្រសិនបើយើងដឹងអំពីអ្វីដែលនឹងត្រូវបានវិតម្លៃនិងរបៀបក្នុងការដាក់ពិន្ទុហើយប្រសិនបើគេគិតថាការវិតម្លៃមានភាពយុត្តិធម៌ទៀតអញ្ចឹងបើសិនការវិតម្លៃយើងអយុត្តិធម៌គឺសិស្សនឹងបាក់ទឹកចិត្តប៉ុន្តែបើសិនណាការវិតម្លៃរបស់យើងមានភាពសុក្រិតយុត្តិធម៌នោះសិស្សនឹងមានការលើកទឹកចិត្តហើយនឹងទុកចិត្តការវិតម្លៃមានឥទ្ធិពលលើវិធីដែលសិស្សស្គាល់គ្រូហើយផ្ដល់ឲ្យពួកគេនៅការយល់ដឹងថាគ្រូជាចិត្តទុកដាក់ពួកគេនិងអ្វីដែលពួកគេបានរៀនកម្រិតណា3.7 ការអនុវត្តនិងប្រសិទ្ធភាពកត្តាផ្សេងៗសម្រាប់ការទទួលបានការអនុវត្តនិងប្រសិទ្ធភាពមានដូចជាគ្រូស្គាល់វិធីសាស្ត្រពេលវេលាដែលសមស្របភាពស្មុគស្មាញក្នុងការអនុវត្តការប្រឡងភាពងាយស្រួលក្នុងការដាក់ពិន្ទុភាពងាយស្រួលក្នុងការបកស្រាយលទ្ធផលការចំណាយលើការប្រឡងគ្រូស្គាល់វិធីសាស្ត្រគ្រូបង្រៀនត្រូវមានការយល់ដឹងច្បាស់អំពី
វិធីសាស្ត្រវិតម្លៃដែលគ្រូជ្រើសរើសនិងប្រើប្រាស់អញ្ចឹងបើយើងមិនច្បាស់យើងកុំជ្រើសរើសវិធីវិតម្លៃនឹងមកព្រោះវានឹងអាចមានផលប៉ះពាល់តែបើយើងច្បាស់ត្រង់ចំណុចដែលយើងត្រូវដែលយើងត្រៀមនឹងវិតម្លៃនោះលទ្ធផលនឹងមានប្រសិទ្ធភាពល្អដឹងពីចំណុចខ្លាំងនិងដែនកំណត់ដូច្នេះពួកគេអាចបកស្រាយចម្លើយរបស់សិស្សបានត្រឹមត្រូវការប្រើប្រាស់វិធីសាស្ត្រវិតម្លៃដែលមិនយល់ច្បាស់ធ្វើឲ្យខាតពេលវេលានិងធនធានដែលជាលទ្ធផលនឹងទទួលបានសំណួរឬការតវ៉ាពីសិស្សចាបើសិនជាយើង មិនយល់ច្បាស់យើងចេះតែដាក់យើងចេះតែធ្វើការវិតម្លៃតែពីអញ្ចឹងសិស្សនឹងតវ៉ាដូចគ្នាថាអាឡែងនឹងអត់បានមករៀនផងអាឡែងនឹងមិនបានចេះផងហើយមកធ្វើការវិតម្លៃថងចំណុចហ្នឹងអញ្ចឹងការតវ៉ានឹងមានការកើតឡើងពេលវេលាដែលសមស្របពេលវេលាដែលសមស្របសំដៅទៅលើពេលវេលាដែលគ្រូត្រូវធ្វើតេស្តដើម្បីបង្កើនការវិតម្លៃរបស់សិស្សពេលវេលានេះអាចប្រែប្រួលអាស្រ័យទៅលើប្រភេទនៃវិធីសាស្ត្រវិតម្លៃដែលគ្រូកំពុងប្រើអញ្ចឹងយើងត្រូវចេះត្រង់ថ្លែងយើងត្រូវចេះវាស់វែងរវាងប្រភេទនៃការវិតម្លៃឬក៏ប្រភេទនៃការធ្វើតេស្តនឹងរយៈពេលបើតេស្តនឹងខ្លីយើងគួរដាក់រយៈពេលឲ្យសមស្របនឹងចំនួនសំណួរដែលនៅក្នុងតេស្តនោះបើយើងមានសំណួរតិចយើងដាក់ពេលវិញក៏មិនត្រូវបើយើងមានសំណួរច្រើនក្នុងតេស្តហ្នឹងហើយយើងដាក់ពេលតិចក៏មិនត្រូវសិស្សធ្វើមិនទាន់ភាពស្មុគស្មាញនៃការអនុវត្តការប្រឡងមានន័យថាការណែនាំនីតិវិធីសម្រាប់អនុវត្តការវិតម្លៃត្រូវតែច្បាស់លាស់និងងាយស្រួលភាពងាយស្រួលក្នុងការដាក់បន្ទុកភាពងាយស្រួលនៃការដាក់បន្ទុកសំដៅទៅលើរបៀបដែលវាសាមញ្ញឬលំបាកក្នុងការវិតម្លៃនិងផ្ដល់បន្ទុកដល់ការឆ្លើយតបរបស់សិស្សក្នុងការវិតម្លៃមួយភាពងាយស្រួលក្នុងការបកស្រាយលទ្ធផលគឺជាការយល់ពីអត្ថន័យឬកម្រិតបន្ទុក1ឬ2គឺជាភាពងាយស្រួលសម្រាប់ការធ្វើតេស្តគឺមានគោលបំណងទាក់ទងនឹងភាពជោគជ័យជារួមក្នុងការសិក្សាសម្រាប់សិស្សទោះយ៉ាងណាក៏ដោយការបកស្រាយមតិលាយលក្ខណ៍អក្សរសម្រាប់លក្ខណៈបុគ្គលអាចពិបាកជាងអញ្ចឹងបើសិនណាយើងចង់បានភាពងាយស្រួលក្នុងការបកស្រាយលទ្ធផលយើងគួរតែមានការដាក់បន្ទុកជាលេខបើយើងដាក់បន្ទុកជាលាយលក្ខណ៍អក្សរគឺវាពិបាកវាគ្មានភាពស្មើភាពទេអញ្ចឹងយើងត្រូវតែដាក់បន្ទុកជាលេខគឺសុក្រិតបំផុតការចំណាយជាធម្មតាមិនមែនជាបញ្ហាចម្បងនោះទេសម្រាប់ការវិតម្លៃនៅក្នុងថ្នាក់រៀនប៉ុន្តែគ្រូអាចពិចារណាសម្រាប់ការវិតម្លៃការអនុវត្តដោយសារតែតម្លៃសម្ភារៈមានន័យថាការចំណាយនោះវាអត់បញ្ហានៅក្នុងថ្នាក់រៀនប៉ុន្តែវាជាបញ្ហាទៅលើតម្លៃអីវ៉ាន់4បញ្ហាប្រឈមក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡងអញ្ចឹងនៅពេលធ្វើតេស្តឬក៏ប្រឡងយើងតែមានបញ្ហាប្រឈមទី1មុនពេលប្រឡងចាប់ផ្ដើមណែនាំអំពីដំណើរការនៃប្រឡងនិងគោលបំណងឲ្យបានច្បាស់លាស់អញ្ចឹងមុនពេលប្រឡងយើងត្រូវមានការណែនាំសិស្សមានន័យថា10ម៉ោងចូលប្រឡងចែកសន្លឹកកិច្ចការសិស្សហើយគឺអត់ទេយើងត្រូវតែណែនាំអំពីលក្ខន្តិកៈឬក៏ចំណុចខ្លះៗដែលគួរធ្វើនិងមិនគួរធ្វើបន្ទាន់អញ្ចឹងមុននឹងឈានដល់ការប្រឡងធំណាមួយយើងត្រូវតែមានជាការប្រឡងទូចការធ្វើតេស្តទូចប្រចាំមេរៀនប្រចាំសប្តាហ៍ឬក៏ប្រចាំវគ្គជាមុនសិនដើម្បីឲ្យសិស្សស៊ាំនឹងការប្រឡងសុក
ហៅគ្នាទៅប្រឡងឆាវទាំងដែលមិនដែលសាក់លបងចំណេះដឹងចំណេះជាគ្នាផងយើងគ្នាទៅប្រឡងអត់កើតទេអញ្ចឹងយើងត្រូវតែបន្ស៊ាំគ្នាដោយការធ្វើជាកតេស្តទូប្រចាំសប្តាហ៍ប្រចាំមេរៀនជាមុនសិនការលើកទឹកចិត្តអញ្ចឹងបើសិនណាការធ្វើតេស្តទូចប្រចាំមេរៀនឬក៏ប្រចាំអាទិត្យហើយសិស្សមិនទទួលបានលទ្ធផលល្អយើងត្រូវតែមានជាការលើកទឹកចិត្តការបំប៉នបន្ថែមនៅអ្វីដែលសិស្សមិនសូវច្បាស់អញ្ចឹងយើងដឹងថាសិស្សយើងច្បាស់ត្រង់ចំណុចណាអ្នកណាច្បាស់ខ្លះអ្នកណាមិនច្បាស់ខ្លះអញ្ចឹងយើងអាចលើកទឹកចិត្តនិងកែតម្រូវការបង្រៀនឲ្យល្អជាងមុនការប្រឡងគ្រាន់តែជាការវិតម្លៃការប្រឡងអាចបោះវែងថាអនាគតគាត់បែបម៉េចវាគ្រាន់តែជាការវិតម្លៃនៅក្នុងវគ្គសិក្សាមួយតែប៉ុណ្ណោះពេលកំពុងដំណើរការទី1បន្ទប់ត្រូវតែមានស្តង់ដារមានខ្យល់អាកាសចេញចូលបរិសុទ្ធមានសម្ភារៈគ្រប់គ្រាន់ដូចជាតុកៅអីគ្មានសំឡេងរំខានកន្លែងធ្វើតេស្តកន្លែងប្រឡងត្រូវតែស្ងាត់គ្មានសំឡេងដើម្បីអីឲ្យអ្នកប្រឡងឲ្យសិស្សមានសមាធិប្រាប់មកនឹងនីតិទៅតាមដំណាក់កាលអញ្ចឹងនៅពេលដែលម៉ោងចាប់ផ្ដើមក៏យើងត្រូវប្រាប់ធ្វើបានប៉ុន្មាននាទីក៏យើងត្រូវប្រាប់ខ្វះប្រហែលនាទីដល់ម៉ោងក៏យើងត្រូវតែប្រាប់មុនមិនមែនបានន័យថាចាប់ផ្ដើមម៉ោង7ចាប់ផ្ដើមដល់ពេលចាប់ម៉ោង8គ្រាន់តែដល់ម៉ោង8សេកប្រាប់ភ្លាមអាហ្នឹងអត់ល្អយើងត្រូវជូនដំណឹងមុនថាពេលវេលានៅសល់ប្រហែលទៀតផុតគួរឲ្យអ្នកដទៃរក្សាភាពស្ងៀមស្ងាត់នៅក្នុងថ្នាក់រៀនចិត្តដល់ម៉ោងឲ្យគាត់សម្រួលអារម្មណ៍ឬក៏ការប្រើប្រាស់ក្លិនមានន័យថាពេលប្រឡងយើងគួរតែស្នើសុំឲ្យសិស្សមានរក្សាភាពស្ងៀមស្ងាត់ដើម្បីឲ្យគ្រប់គ្នាមានសមាធិក្នុងការគិតក្នុងការប្រឡងហើយនៅពេលចិត្តដល់ម៉ោងយើងគួរតែជួយសម្រួលអារម្មណ៍របស់គាត់តែន័យថាយើងជូនដំណឹងជាពេលវេលាមុននោះកុំឲ្យវាបន្ថច់ញ៉ាច់ពេកដើម្បីឲ្យគាត់មានពេលខ្លះមើលសារឡើងវិញគិតសារឡើងវិញត្រង់ចំណុចមួយចំនួនដែលគាត់មិនទាន់ច្បាស់ចាអញ្ចឹងការបកស្រាយរបស់ខ្ញុំគឺសូមអរគុណចាអរគុណលោកគ្រូ